anh vẽ mua hay vẽ sẽ theo ấy ở ngày nay outfit cứ rủ luôn là xa nhôm viên field excursion phải cả nhưng mà tôi bảo nhưng mà dục ở những lịch hồi nhảy excursion đó nhưng mà đang excursion đang ấy kể ta tầm bắt ở it's like a field trip vẫn nên để cái hạ excursion chẳng á anh đang nhâm ice latte not bad อันนี้เพลิงยังได้แต่สลานะเอาขี้នៅចិត្តស្លាដែរថ្ងៃនេះខ្ញុំជិះ train មកហើយប៉ុន្តែដោយសារពី train station ទៅ my school campus ហ្នឹងវារៀងឆ្ងាយដែរដើរ19នាទីហើយ normally វាអត់មានធុងសម្រាមអីទេគ្រាន់ថាព្រឹកនេះខ្ញុំមកពីព្រលឹមដែរឥឡូវម៉ោងតែ7ទេហើយតិចទៀតមានឡានសម្រាមគេមកយកអញ្ចឹងណា excursion របស់ major ខ្ញុំហ្នឹងអត់ច្រើនថ្ងៃទេអ្នកនរគ្នាគ្រូរៀបចំតា like មកព្រឹកអីអញ្ចឹងណាចឹងថ្ងៃហ្នឹងខ្ញុំក្រោកតាំងពីម៉ោង5កន្លះរៀបចំខ្លួនអីហើយមក6កន្លះខ្ញុំចេញពីផ្ទះឡើង train ហើយឥឡូវដល់ពី train ទៅសាលាខ្ញុំត្រូវជួបជុំគ្នាដើម្បីឡើង bus ទៅហ្នឹងម៉ោង7កន្លះប៉ុន្តែដោយសារខ្លាចលេខខ្លាចអីអញ្ចឹងក៏មកមុនមកហើយណាមួយផ្ទះខ្ញុំអត់សូវមាន bus ដែល regular ឯង that's why ខ្ញុំត្រូវមករៀងលឿនអញ្ចឹងណាដល់មកដល់នេះមានហាងញ៉ាំអីវាទួយទួយ local អីអញ្ចឹងណាចូលដល់ផ្លូវនឹងខ្ញុំចូលចិត្តនេះអ្នកនរគ្នាអញ្ចឹងថ្ងៃហ្នឹងដោយសារមកពីព្រឹកអញ្ចឹងរៀងស្ងាត់ណាអញ្ចឹងខ្ញុំឆ្លៀតធ្វើcampus tour អ្នកនរគ្នាមួយនេះthe University of Sydney សាលាខ្ញុំមាន2 campus មាននៅ campus down មួយ Darlington មួយ basically វានៅចិត្តគ្នាវាម្លងគ្រាន់តែម្លងផ្លូវអញ្ចឹងណាហើយcampus down ហ្នឹងវាធំណានេះគេមានកន្លែងញ៉ាំអីហាងកាហ្វេមាន breakfast មាន lunch អីអញ្ចឹងណាហើយមកហ្នឹងមាន tennis court ហើយនេះដូចអានេះនៅក្នុងសាលាហ្មងណាអ្នកនរគ្នានេះដូចសួនរបៀបសម្រាប់យើងចង់មកអង្គុយលេងអញ្ចឹងហើយគេមានអ្នកនរគ្នាឃើញអាកៅអីថេហ្នឹងដូចប៉អ៊ីចឹងហើយអាគារធំនេះlibrary នៅខាងក្រោម2ជាន់ហើយនៅលើទៀតមាន building មាន building sorry មាន classroom មាន office គ្រូអីអញ្ចឹងណាហ្នឹងហើយអ្នកនរគ្នានេះ sneak peek of the main campus តាមមកផ្លូវខ្ញុំចិត្តជាគេ very nice នេះតែថាខ្ញុំនិយាយថាឃើញស្ពានអត់យ៉ាខ្ញុំនៅម្ខាងទៀតនៃផ្លូវថាហ្នឹង campus ហ្នឹងគេហៅតែមួយហ្មងតែវាមានផ្លូវ highway ពុះកដាលពេលទៅដល់កន្លែងជួបជុំនៅសាលាហើយក៏ឡើងឡានមកជាមួយគ្រូហើយជីហ្នឹងដូចជា mini van ទូចមួយឯងពួកអីថ្នាក់ខ្ញុំតិចដែរមានតែ11នាក់ឯងរៀនថ្នាក់ហ្នឹងគ្នាតិចដែរតែសប្បាយមកដល់ farm គេភ្លាមនេះអ្នកស្វាគមន៍ baby ខ្ជូតខ្ជូត 4-5 ក្បាលហើយរស់រាយណាស់ទាំងអស់គ្នានេះអាមួយនេះពេលពួកខ្ញុំដើរក្នុង farm ហ្នឹងគឺគេដើរតាមដូចគេម្ចាស់ farm ចឹងណា unit ដែលពួកខ្ញុំទៅ excursion ហ្នឹងគឺ sustainable food systems ហើយគ្រូគាត់នាំកូនសិស្សទៅមើល farm ដែលគេដាំ herbs អ្នកទាំងអស់គ្នាដូចមានអាផ្កាទាំងអស់ហ្នឹងគឺសិតតែ edible ទាំងអស់គឺសិតតែញ៉ាំបានហើយជាភេទផ្កាដែលភាគច្រើន restaurant ថ្លៃអីគឺពួកគាត់ទិញយកទៅលម្អហើយក៏ញ៉ាំបានដែរអ្នកទាំងអស់គ្នាខ្ញុំមានភ្លក់ផ្កាមួយហ្នឹងគឺផ្អែមរសជាតិដូចទៅសក់ចឹងដូចធម្មតាយើងទៅញ៉ាំ fine dining អីយើងឃើញមានគេលម្អផ្កាអីទូចហើយជួនកាលយើងអត់ហ៊ានញ៉ាំទេតែតាមពិតផ្កាទាំងអស់ញ៉ាំបានទាំងអស់គ្នាដូចអាមិញហ្នឹងនេះ apple ស្វាយហ្នឹងផ្អែមញ៉ាំទៅរសជាតិ fresh ហ្មងដូចញ៉ាំទៅសក់ចឹងពេលបានទៅ excursion អញ្ចឹងគឺសប្បាយចិត្តដែរដោយសារបានទៅខាងក្រៅបានមើលគេអីចឹងណាបានស្គាល់អូស្ត្រាលីច្បាស់ជាងមុនប៉ុន្តែសំខាន់គឺត្រូវត្រឡប់មកវិញដើម្បីធ្វើ report ចង់ឥឡូវខ្ញុំទៅធ្វើ report ហើយណាជួបគ្នានៅវីដេអូក្រោយបាយបាយ